ទីក្រុងឆុងឈិងមានប្រវត្តិសាស្ត្រយូរជាង 3000 ឆ្នាំមកហើយតាំងពីសម័យរដ្ឋបាលបុរាណដែលទីក្រុងនេះបានក្លាយជាទីក្រុងដ៏សំខាន់មួយនៅតំបន់ភាគនិរតីនៃប្រទេសចិនថ្ងៃនេះ Time Frame នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីប្រវត្តិសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចវប្បធម៌និងជីវិតប្រចាំថ្ងៃរបស់ប្រជាជននៃទីក្រុងឆុងឈិងទាំងមូលពីសម័យបុរាណតំបន់ឆុងឈិងមានជាប់ទាក់ទងជាមួយនឹងរដ្ឋមួយមានឈ្មោះថារដ្ឋបាតាំងពីសតវត្សទី11មុនគ្រិស្តសករាជក្រោយមកត្រូវបានដណ្ដើមបានដោយរដ្ឋឈ្មោះថាឈិនហើយត្រូវបានផ្លាស់ប្ដូរមកជាឈ្មោះជាងជូវនៅក្នុងឆ្នាំ1189ក្នុងរាជវង្សសុងខាងត្បូងទីក្រុងនេះត្រូវបានដាក់ឈ្មោះថាឆុងឈិងមានន័យថាភាពរីកចម្រើនទ្វេដងរហូតដល់ឆ្នាំ1891ឆុងឈិងបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ដោយសារវាជាកំពង់ផែដីគោកដំបូងគេដែលបើកឲ្យមានការធ្វើពាណិជ្ជកម្មពីបរទេសក្នុងអំឡុងសង្គ្រាមចិនជប៉ុនលើកទី2ឆ្នាំ1937ដល់ឆ្នាំ1945ឆុងឈិងបានក្លាយជារាជធានីបណ្ដោះអាសន្នរបស់រដ្ឋាភិបាលគូមីនតានដែលបានផ្លាស់ប្ដូរទីតាំងពីណានជីងរហូតមកដល់ឆ្នាំ1997ទីក្រុងនេះត្រូវបានបំបែកចេញពីខេត្តស៊ីឈួនហើយត្រូវបានកំណត់ជាទីក្រុងថ្នាក់ខេត្តដែលគ្រប់គ្រងផ្ទាល់ដោយរដ្ឋាភិបាលកម្ពុជាចិនដែលមានដូចជាប៉េកាំង ស៊ីងហៃនិងធានជីងជាដើមឆុងឈិងមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសចិនត្រង់ចំណុចប្រសព្វនៃទន្លេយ៉ាងសេនិងទន្លេជាលីងគ្របដណ្ដប់លើផ្ទៃដីប្រហែល 82,400 គីឡូម៉ែត្រការ៉េដែលមានទំហំប្រហែលនឹងប្រទេសអូទ្រីសលក្ខណៈភូមិសាស្ត្រត្រូវបានគេស្គាល់ថាជាទីក្រុងភ្នំឬទីក្រុងនៃភ្នំដោយសារតែផ្នែកកណ្ដាលរបស់វាត្រូវបានសាងសង់ឡើងនៅលើអុកប្រទេសបែលតូចចង្អៀតនិងជុំវិញភ្នំទីក្រុងនេះមានដីដ៏លំបាកនិងខ្ពង់រាបដែលបណ្ដាលឲ្យស្ថាបត្យកម្មនិងការដឹកជញ្ជូនមានលក្ខណៈប្លែកឆុងឈិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតនៅភាគខាងលិចនៃប្រទេសចិនជាទីក្រុងឧស្សាហកម្មដ៏សំខាន់ដែលមានរោងចក្រផលិតរថយន្តដូចជា Chang'an, Ford និងក្រុមហ៊ុនអេឡិចត្រូនិកដូចជា HP និង Acer និងមានឧស្សាហកម្មសំខាន់ៗផ្សេងទៀតរួមមានគីមីវិទ្យាវិញ្ញាណភ័ណ្ឌនិងព័ត៌មានវិទ្យាផងដែរទីក្រុងនេះក៏ជាច្រកទ្វារពាណិជ្ជកម្មតាមទន្លេយ៉ាងសេដែលភ្ជាប់ទៅកាន់ទីក្រុងស៊ីងហៃនិងសមុទ្រផងដែរការវិនិយោគបរទេសកំពុងកើនឡើងខ្លាំងយ៉ាងលឿនដោយសារតែទីតាំងនេះជាទីតាំងយុទ្ធសាស្ត្រនិងគោលនយោបាយ Go West របស់រដ្ឋាភិបាលចិនជាមួយនឹងសេដ្ឋកិច្ចកំពុងរីកចម្រើនបែបនេះឆុងឈិងបានក្លាយជាទីក្រុងដែលមានទំនាក់ទំនងជាមួយអន្តរជាតិកាន់តែខ្លាំងឡើងផងដែរឆុងឈិងមានអាកាសយានដ្ឋានអន្តរជាតិល្បីឈ្មោះថាជៀងប៉ៃដែលស្ថិតក្នុងចំណោមអាកាសយានដ្ឋានមកងាយយកបំផុតនៅក្នុងប្រទេសចិននិងមានប្រព័ន្ធរថភ្លើងឈ្មោះ Monorail ដែលវែងជាងគេនិងមកងាយយកបំផុតក្នុងពិភពលោកផងដែរវប្បធម៌របស់ឆុងឈិងមានលក្ខណៈបុរាណសម្របសម្រួលជាមួយវប្បធម៌ទំនើបប្រជាជននៅទីនេះល្បីថាសប្បាយរំលែកបើចិត្តទូលាយនិងស្រឡាញ់ការញ៉ាំអាហារដែលល្បីបំផុតគឺឆុងឈិង Hot Pot ដែលមានឲ្យជារសហានិងជូរវប្បធម៌តន្ត្រីនិងសិល្បៈបុរាណដូចជាល្ខោនអូប៉េរ៉ាស៊ីឈួនជាមួយនឹងការសម្ដែងប្លែកៗដូចជាការបដូររបាំងមុខដ៏គួរឲ្យទាក់ទាញដែលជាវប្បធម៌តំណាងឲ្យតំបន់នេះផងដែរប្រជាជននៅទីនេះគោរពច្រើនដល់សមត្ថភាពការងារនិងភាពសាមគ្គីក្នុងសហគមន៍ឆុងឈិងទាក់ទាញភ្ញៀវទេសចរដោយសារលក្ខណៈភូមិសាស្ត្រប្លែកនិងប្រវត្តិសាស្ត្ររបស់ខ្លួនចំណុចទាក់ទាញសំខាន់រួមមានរោងភ្នំ3ជ្រលងឬក៏ Three Gorges មជ្ឈមណ្ឌលពាណិជ្ជកម្មជាហ្វ្រាំងប៉ៃតំបន់កណ្ដាលហិរញ្ញវត្ថុនិងជាទីប្រជុំជនដ៏មមាញឹកភូមិសិល្បៈ Shikiku ទីក្រុងចាស់បុរាណដែលមានផ្លូវទៅចង្អៀតនិងផ្ទះឈើចាស់ៗស្ថាបត្យកម្មប្លែកៗដូចជាអគារដែលត្រូវឆ្លងកាត់ដោយរថភ្លើង Monorail
ឬផ្លូវឡើងចុះដ៏ស្មុគស្មាញដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃទីក្រុងភ្នំឆុងឈិងមានប្រជាជនប្រមាណ32លាននាក់ប្រជាជននៅទីនេះត្រូវបានគេដឹងថាមានបុគ្គលិកលក្ខណៈក្លាហានស្មោះត្រង់និងរួសរាយរាក់ទាក់ពួកគេមានមោទនភាពចំពោះវប្បធម៌និងប្រវត្តិសាស្ត្ររបស់ពួកគេជីវិតប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានកំណត់ដោយភូមិសាស្ត្រដែលលំបាករបស់ខ្លួនពួកគេត្រូវពឹងផ្អែកលើការដឹកជញ្ជូនសាធារណៈដូចជារថភ្លើង monorail និងចលនាយន្តសាធារណៈការទទួលទាន hotpot គឺជាផ្នែកសំខាន់មួយនៃជីវិតសង្គមរបស់ពួកគេនៅពេលរាត្រីឆុងឈិងគឺជាទីក្រុងដែលមនុស្សមិនដែលធុញនឹងទិដ្ឋភាពនោះឡើយឆុងឈិងគឺជាទីក្រុងដែលបញ្ចូលគ្នារវាងអតីតកាលនិងអនាគតកាលវាមានប្រវត្តិសាស្ត្រយូរអង្វែងអភិវឌ្ឍសេដ្ឋកិច្ចជឿនលឿនវប្បធម៌ចម្រុះនិងជីវិតពោរពេញដោយភាពរុងរឿងសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចចុច like និង subscribe បើសិនជាអ្នកពេញចិត្តនៅវីដេអូមួយនេះជួបខ្ញុំនៅវីដេអូបន្ត